ថ្ងៃនេះយើងខ្ញុំគ្រប់គ្រងញាតមិត្តមកពីaiឆ្ងាយចិត្តបានមកជួបជុំថ្ងៃនេះយើងខ្ញុំគ្រប់គ្រងញាតមិត្តមកពីaiឆ្ងាយចិត្តបានមកជួបជុំសត្វទានវស្សាក្នុងទីអាស្រមនៃមហាឧត្តមបរិវេណវិមានជ័យនៃមហាឧត្តមបរិវេណវិមានជ័យធ្វើតាមទម្លាប់តាំងពីដូនតាតាមបែបម៉ាយសាសនាចុះបំនិស័យធ្វើតាមទម្លាប់ម៉ែតាំងពីដូនតាតាមបែបម៉ាយសាសនាចុះបំនិស័យសត្វទានវស្សាបានបនក្រាំងក្រៃញាតិមិត្តណាយប្រុសស្រីតែងមានសិទ្ធិញាតិមិត្តណាយប្រុសស្រីតែងមានសិទ្ធិតែងធ្វើរាល់ឆ្នាំមិនដែលដាច់សោះញាតិមិត្តណាយស្រីប្រុសចូលរួមគ្រប់គ្នាតែធ្វើរាល់ឆ្នាំមិនដែលដាច់សោះញាតិមិត្តណាយស្រីប្រុសចូលរួមគ្រប់គ្នាធ្លាប់មកធនធាននឹងពេលវេលាធ្វើទៀតណាយរួមគ្នាដោយចិត្តជ្រះថ្លាធ្វើទៀតណាយរួមគ្នាដោយចិត្តឲ្យជ្រះថ្លាសត្វទានវស្សាដោយចិត្តខ្ចង់ក្នុងទីអាស្រមឧត្តមសាលាសត្វទានវស្សាដោយចិត្តខ្ចង់ក្នុងទីអាស្រមឧត្តមសាលាទុកដាក់បូជាថ្ងៃចូលវស្សាបីខែតាមកា